មិត្តភូមិសំលេងគ្រាប់ផុងផាំងខ្ញុំបានត្រឹមតែលួនព្រោះតែពួកខ្មាំងវាឆ្លៀនពៀនមិនចោលក្បួនវាចង់ឲ្យតែខ្មែររលាយសាបសូន្យចិត្តជាទាហានអ្នកណាបំពេញអ្នកនឹងខ្សែអាចចូលប្លន់ដីវាធ្វើឲ្យខ្មែររងទុក្ខចិត្តជាទាហានអ្នកណាបំពេញអ្នកនឹងខ្សែអាចចូលប្លន់ដីវាធ្វើឲ្យខ្មែររងទុក្ខវេទនាព្រោះវាបំផ្លាញសាច់រឿងវាដើរប្រាប់ពិភពលោកវាថាខ្មែរអ្នកនាំភ្លើងពួកអាសាតដេរឆានសន្តានមិនស្មើឆ្កែវាធ្វើបាបពុកម៉ែដែលនៅជាប់ព្រំដែនវាហ៊ានទម្លាក់គ្រាប់ធ្វើបាបពុកម៉ែវត្តអារាមនៅកន្លែងសាសនាសឹងតែគ្រប់កន្លែងដែលនយោបាយរដ្ឋមន្ត្រីគាត់ខំពូពៀគាត់ខំថែរក្សាឲ្យយើងបានសិក្សារៀនសូត្រចែដឹងហេតុអ្វីអាសៀមនឹងវាធ្វើបាបខ្មែរអញ្ចឹងហើយខ្មែរយើងគុំសត់រាប់រយរាប់ពាន់ឆ្នាំមកហើយពេលដែលយើងសុខសប្បាយសត្រូវវាឆ្លៀនពៀនអូខ្មែរកុំសត់ពេកហើយខ្មែរអើយនេះគឺជាពាក្យពេចន៍ដែលខ្ញុំច្រៀងចេញពីចិត្តអរគុណដល់បងទាហានដែលគាត់ស្ម័គ្របដូរជីវិតក្រោមមកទៀតហើយជីវិតជូនជាតិធាតជូនអ្នកម្ដាយកើតមកជាកូនខ្មែរត្រូវតែស្អប់ភាពខ្លែងខ្លាយអរគុណដល់សំដេចពុកដែលជួយរកសន្តិភាពឲ្យកូនរៀនបានខ្ពង់ខ្ពស់ចំណែកក៏កាន់តែកើនកុំភ្លេចការសិក្សាព្រោះវាគឺជាដង្ហើមឆ្ពោះទៅរកភាពជោគជ័យកូនប្រុងស្រីត្រូវសិក្សាឲ្យមានតម្លៃណាកូនណា